Hello សួស្តីអ្នកទាំងអស់គ្នាមកជួបខ្ញុំម្ដងទៀតហើយហ្វងអានហើយថ្ងៃនេះគឺខ្ញុំមកនិយាយដំណើររឿងរបស់ខ្ញុំនៅថ្ងៃទី6ខែ5នឹងឯងគឺជាម្សិលមិញហ្នឹងឯងហើយពេលល្ងាចហ្នឹងខ្ញុំហៀបឆំដាំបាយហើយក៏លឺសលេងគ្រុំក្រាំងខ្ញុំក៏បានទៅមើលទៅព្រោះខ្ញុំឆ្ងល់ហើយថាមានរឿងអីបានជាដូចរឿងញញ៉ៃខ្លាំងមែនហើយក៏បានឃើញប៉ារបស់ខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំកំពុងតែឈរកន្លែងមាត់ទ្វាររបស់ខ្ញុំហ្នឹងខ្ញុំក៏បានទៅសួរថាប៉ាបែងធ្វើអីគេហើយប៉ាខ្ញុំក៏បាននិយាយថាគាត់ជួសជុលមកទ្វារដោយសារវាតឹងហើយឥឡូវគាត់ជួសជុលហើយគាត់ក៏បានទៅញ៉ាំទឹកអីចឹងទៅហើយខ្ញុំមានអារម្មណ៍ថាខឹងខ្លាំងមែនតើព្រោះណាប៉ាខ្ញុំមកធ្វើមកទ្វារខ្ញុំចឹងឯងព្រោះខ្ញុំនិយាយទៅខ្ញុំស្រឡាញ់របស់ខ្ញុំបើសិនជាចម្លើយចឹងទៅខ្ញុំមានអារម្មណ៍ថាថប់អារម្មណ៍អ្នកទាំងអស់គ្នាហើយខ្ញុំនៅឈរមកទ្វារហ្នឹងឯងព្រោះខ្ញុំអត់ចង់បានមកទ្វារបែបហ្នឹងទេព្រោះវាធូរពេកទៅហើយរដងគឺខ្ញុំមានមកទ្វារវាតឹងឥឡូវខ្ញុំវាបាក់ចិត្តខ្លាំងណាស់អ្នកទាំងអស់គ្នាអើយមួយថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាថប់អារម្មណ៍ខ្លាំងមែនតើណាខ្ញុំចង់យកអាពេលហ្នឹងណាអើយនិយាយទៅខ្ញុំឆ្ងល់មើលប៉ាមកខ្ញុំហ្មងម្ដងគាត់ដឹងកើតអីគេនេះខ្ញុំមើលមកទ្វារហ្នឹងហើយខ្ញុំមានអារម្មណ៍ថានិយាយទៅក្តៅកាហាយហ្មងថ្ងៃហ្នឹងណាមានអារម្មណ៍ថាថប់អារម្មណ៍អ្នកទាំងអស់គ្នាចាំតែពាក្យអធម្មតាហ្នឹងហើយខ្ញុំក៏បានទៅឆ្លុះគ្នាមើលប៉ាមកខ្ញុំឲ្យគាត់ទៅធ្វើមកទ្វារខ្ញុំដូចដើមវិញទៅព្រោះខ្ញុំអត់ចង់បានមកទ្វារបែបហ្នឹងឯងប៉ារបស់ខ្ញុំក៏និយាយថាគេខំធ្វើឲ្យហើយហ្នឹងឥឡូវគេធ្វើថែមចឹងទៅហើយខ្ញុំក៏ឲ្យគាត់ធ្វើឲ្យដូចដើមវិញទៅគាត់ក៏បានទៅជួសជុលឲ្យថែមចឹងណាឲ្យវារៀងដូចដើមតែបានតែ 50% ខ្ញុំក៏រៀងធូរចិត្តខ្លះដែរប៉ុន្តែខ្ញុំចង់បានដូចដើមតែគាត់ថាគាត់ធ្វើបានតែប៉ុណ្្នឹងឯងគាត់ធ្វើលេងបានទៀតហើយធុញមួយប៉ែមកខ្ញុំហ្មងឲ្យនិយាយទៅគាត់ធានាពេកទៅហើយឲ្យតែគាត់នៅតែគាត់អត់ដែរចេះធានាបន្តិចហ្មងគាត់ចេះតែធ្វើហ្មងអត់មានចេះខ្វល់សោះដឹងតែគាត់ចាស់ហើយហ្នឹងហើយខ្ញុំក៏បានទៅអង្គុយទៅដេកមើលទូរស័ព្ទអីចឹងទៅហើយខ្ញុំក៏បានឆាតកោគេពេញឆាតអីចឹងណាហើយខ្ញុំក៏កុំភ្លេចសិក្សាផងដែរព្រោះយើងជាអ្នកសិក្សាអ្នកតាគ្នាឃើញមានជាសិស្សកែម្យ៉ាងម្នាក់ដែរព្រោះមានជាប់លេខ4ណាអ្នកតាគ្នាហើយកុំឲ្យសរសើរខ្លួនឯងខ្លាំងពេកឥឡូវនេះខានធ្វើសាច់រឿងយូររួចបាត់ដល់ហើយនេះហើយមានក៏នៅតែតឹងចិត្តជាមួយនឹងមាត់ទ្វារនឹងដែរព្រោះមានអត់ចង់បានមាត់ទ្វារនឹងទេហើយមកយប់នឹងគឺអត់បានដេកទេអ្នកតាគ្នាមើលអញមានរហដងគឺដេកម៉ោង9ទៅពេលគិតរឿងមាត់ទ្វារនឹងទៅវាជ្រុលម៉ោងរហូតដល់ម៉ោង10ម៉ោង11អ្នកតាគ្នាដែរដេកចឹងទេរដងហើយផឹកឡើងគឺខ្មៅភ្នែកទេអ្នកតាគ្នាហើយឆ្ងាបរាល់ថ្ងៃហ្មងនិយាយទៅមកផឹកនឹងឆ្ងាបឡើងចិត្ត30ដងអ្នកតាគ្នាឥឡូវនេះមានរឿងមួយចង់ប្រាប់អ្នកទាំងអស់គ្នាបានដឹងការមួយរយៈនេះមានអារម្មណ៍ថាដូចជា channel មានគេហែកឯអ្នកទាំងអស់គ្នាព្រោះមានមើលរឿងអីចឹងណាហើយមានចូលចិត្តមើលសាការ៉ាណាប៉ុន្តែមួយរយៈនេះបែរជាចេញរឿងអីផ្សេងវិញព្រោះមានអ្នកដែរមើលទេតាំងពីមុនមកហើយភាគច្រើនគឺចេញរឿងបែបនេះមានឆ្ងល់ខ្លាំងណាស់មានដែរមើលរឿងបែបដឹងឯតែបែរជាចេញបែបហ្នឹងទៅវិញមានគិតថាប្រហែលជាមានគេហែកតែប៉ុន្តែមាននិយាយឲ្យស្មោះត្រង់តែមានគឺអត់ដែរចុចចូល link របស់ណាគេមួយដល់ផ្ដេសហេប៉ុន្តែមានគឺមានអារម្មណ៍ថាដូចជាមានគេចូលហែកឬក៏មានគេហែកតាំងពីមុនមកឬក៏យ៉ាងណាមានគឺអត់ច្បាស់ទេប៉ុន្តែមាននឹងព្យាយាមរកកកាយមើលចឹងណាបើសិនជាមានគេហែកមែនតើប្រហែលជា YouTube គេប្រាប់យើងហើយប៉ុន្តែពេលនេះគឺឆ្ងាត់ឈឹងតែម្ដងគាត់មានរឿងអីដែលគេប្រាប់យើងឯងប៉ុន្តែពេលនេះគឺមានអារម្មណ៍ថាគេហែកមែនតើអ្នកទាំងអស់គ្នាមាននឹងណាវីដេអូដែលមានបានចូលមើល YouTube អ្នកទាំងអស់គ្នាមើលតែមានគឺចូលចិត្តមើលសាការ៉ាអ្នកទាំងអស់គ្នាហើយបែរជាចាញ់អីផ្សេងពីហ្នឹងមានអារម្មណ៍ថាដូចមិនទេនេះដូចជាមានគេហើយចូលមើលក្នុង channel ចឹងណាហើយភាគច្រើនខ្ញុំគិតថាបើយើងមើលសាការ៉ាទៅវាចេញតែសាការ៉ាទេតែបើជាចេញអីផ្សេងពីហ្នឹងមានអារម្មណ៍ថាដូចជាគេហែកតែអ្នកទាំងគ្នាយល់ដូចមានអត់មើលមានគឺដែរមើលអស់នឹងទេ
តែបើជាមើលចេញអីផ្សេងវិញតែមានចូលចិត្តមើលសាការ៉ាតែបើជាចេញអីផ្សេងពីហ្នឹងឯងមានអារម្មណ៍ថាអត់យល់ខ្លាំងមែនតើហ្មងបើជាចេញរៀនណាឆ្កុយអត់យល់ទេអ្នកហើយអ្នកទាំងអស់គ្នាមើលសិនតែមានគឺហត់មែនតើណាទៅពេលឃើញចឹងណាមើលយូរទៅដោយហត់នេះ admin អាចឲ្យអ្នកទាំងអស់គ្នាមើលបានព្រោះ admin អត់ងាយមើលមនុស្សទេប៉ុន្តែ admin ចូលចិត្តមើលសាការ៉ាអើយខឹកភ្នែកពេល admin ហើយនេះឥឡូវ admin គឺអាចចូលមើលក្នុងប្រវត្តិរបស់ admin បានតែម្សិលមិញហ្នឹង admin មើលស្អីគេខ្លះគឺ admin ចូលចិត្តនិយាយលាក់បាំងស្អីគេ admin គឺចូលចិត្តមើលសាការ៉ាហ្នឹងឯងមនុស្សធ្វើសាការ៉ាមើលអីគេអើយមើលតែអ្នកទាំងអស់គ្នាមានស្អីទេហើយម្សិលមិញគឺឲ្យមានដេកអត់លក់ឥឡូវដើរឆែកមើលពេញហ្នឹងហើយស្តាសាការ៉ាពេញហ្នឹងឯងអត់ងាយមានមនុស្សចូលចឹងណានិយាយត្រង់ទៅ 80% ដែលជាសាការ៉ាតែបើប្រភេទមនុស្សគឺ 20% ព្រោះ admin ក៏ចូលចិត្តមើលរឿងម៉ែមនុស្សដែរតែអ្នកទាំងគ្នាអាចនិយាយប្រាប់ admin បានអត់បើ YouTube មកយើងអស់មកឃើញអីផ្សេងពីនឹងពីចំណងចំណូលចិត្តរបស់យើងចឹងណាអ្នកទាំងអស់គ្នាគិតថាមានគេហេតុរបស់យើងអត់ឥឡូវជួយ comment ប្រាប់ admin អ្នកមួយផងដើម្បីឲ្យ admin អារម្មណ៍រៀងល្អជាងមុនឬក៏បាក់ចិត្តជាងមុនអីចឹងណាព្រោះ admin មានអារម្មណ៍ថាដូចជាមានគេហេតុចឹង admin ភ័យមែនតើហើយខ្លាចតាធ្វើ channel ថ្មីឯអ្នកទាំងអស់គ្នាបើធ្វើ channel ថ្មីចឹងតែអ្នកទាំងអស់គ្នានៅតាមដានadmin ទេអត់ឥឡូវចប់ហើយអ្នកទាំងអស់គ្នារឿងហ្នឹងវាមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយស្អីរឿងស្នេហ៍កូនភ្លួនមានអត់ទាន់បានធ្វើទេតែមាននឹងសន្យាថានឹងធ្វើឲ្យដល់ចប់ចឹងណាបាយ